សួស្តីបងប្អូននេះគឺជាវីដេអូខ្ញុំក្នុងការធ្វើក្បាលកន្លះច្បាប់4ទៅលើคลิก150អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនជួយ subscribe YouTube ម្នាក់មួយមកដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងការ modify ម៉ាស៊ីនឲ្យបងប្អូនមើលទាំងអស់ក្នុងការរបៀបមិនធ្វើឲ្យម៉ូតូយើងខ្លាំងរៀបមិនឲ្យវា smooth រៀបមិនតាមដែលម៉ូតូបងប្អូនអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះដែរគ្រាន់ខ្ញុំចេញធ្វើរបៀបរកក្បាលកន្លះឲ្យបងប្អូនមើលទេគ្រាន់ថាកាត់អញ្ចឹងណាហើយបើបងប្អូនចង់ចេះធ្វើម៉ាស៊ីនលេងឬក៏ម៉ាស៊ីនស៊ីនអីបាទអាចចូល comment មកអ្នកមួយដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំមកខ្ញុំនឹងធ្វើវីដេអូបន្តក្នុងការmodify ម៉ាស៊ីននិងរៀបស្ពេចម៉ាស៊ីនផ្សេងដើម្បីធ្វើម៉េចឲ្យម៉ូតូយើងវាល្អខ្លាំងរៀបមិនឲ្យវាអែមអញ្ចឹងបងប្អូនអាចជើញទស្សនាបានក្នុងវីដេអូនេះនេះសកម្មភាពខ្ញុំរកក្បាលកន្លះបើកទៅស្ពេច65បូក5អញ្ចឹងណាបងប្អូនคลิกហ្នឹងហើយនេះក្បាលកន្លះយើងលេងទេតែយើងធ្វើវាបន្ថែមអញ្ចឹងណាបងប្អូនសារយើងអត់តម្រូវការក្នុងស្ពេចសម្រាប់លេងនេះតែវាយើងមើលទៅអត់នេះអញ្ចឹងណាបងប្អូនលើតិចនិចជាងរៀងខ្លួនដែរអញ្ចឹងណាតែនេះខ្ញុំកំពុងធ្វើតម្រូវមួយកខ្យល់អីដែរហ្នឹងហើយអញ្ចឹងបងប្អូនអាចទស្សនាមើលបានទាំងអស់គ្នាហ្នឹងហើយកុំភ្លេចជួយចុច subscribe ម្នាក់មួយផងអរគុណ